បាទជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូមួយដែលខ្ញុំមាន Excel មួយដែលនឹងធ្វើការកំណត់ drop down list នៅលើ page អូខេដើម្បីកំណត់ drop down list គឺយើងត្រូវ select ទីតាំងកន្លែងណាដែលយើងចង់កំណត់ drop down list នោះអូខេអញ្ចឹងខ្ញុំធ្វើការ select rank នៅ column page បន្តមកទៀតខ្ញុំជ្រើសរើសយក data បន្តមកទៀតយក data validation ហើយបន្តមកទៀតយក data validation ទៀតបន្តមកទៀតត្រង់នេះអញ្ចឹងត្រង់នេះគឺខ្ញុំជ្រើសរើសយក list អូខេអញ្ចឹងខ្ញុំចង់កំណត់ភេទប្រុសដោយតាងដោយអក្សរបហើយភេទស្រីបៀសមួយសិនមកខ្ញុំតាំងដោយអក្សរសអូខេអញ្ចឹងធ្វើការអូខេអញ្ចឹងយើងបាន drop down list មួយហើយអញ្ចឹងយើងអាច select បានអូខេអញ្ចឹង drop down list របស់យើងបានបញ្ចប់បន្តមកទៀតរកថ្ងៃដែលសិស្សម្នាក់បានកើតអញ្ចឹងដើម្បីរកថ្ងៃគឺយើងប្រើរូបមន្តមួយគឺរូបមន្ត text ថ្ងៃខែឆ្នាំកំណើតក្បៀសមួយមកហើយនឹងយើងចង់បង្ហាញជាថ្ងៃអញ្ចឹងថ្ងៃគឺយើងតាំងដោយអក្សរ D អញ្ចឹងយើងដាក់អក្សរ D មក D 4ដងមានន័យថាវានឹងបង្ហាញថ្ងៃនឹងដែលជាថ្ងៃសរសេរដោយពេញពាក្យពេញតែម្ដងណាអូខេធ្វើការ enter អូខេអញ្ចឹងThursday គាត់កាត់នៅថ្ងៃ Thursday តមកទៀតយើងធ្វើការអូរ៉ែងមកអូខេអញ្ចឹងសំណួរទី3រកអាយុសិស្សម្នាក់អូខេដើម្បីរកអាយុសិស្សម្នាក់យើងត្រូវតែស្គាល់ថ្ងៃខែឆ្នាំកំណើតរបស់គាត់ដែលពេលនេះយើងស្គាល់ហើយថ្ងៃខែឆ្នាំកំណើតរបស់គាត់គឺនេះអូខេអញ្ចឹងយើងស្មើ today ក៏បាន now ក៏បានកន្លែងនេះគឺឃើញអាយុដូចគ្នាអញ្ចឹងដកនៅថ្ងៃខែឆ្នាំកំណើតរបស់គាត់មកបន្តមកទៀតយើងធ្វើការ enter អូខេអញ្ចឹងគាត់មានអាយុ23ឆ្នាំអញ្ចឹងធ្វើការអូរ៉ែងមកវានឹងគណនាឲ្យអូតូអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់បន្តិចកន្លែងនេះគឺយើងកំណត់ format របស់វាគឺយើងឲ្យវាបង្ហាញជាឆ្នាំអញ្ចឹងដើម្បីកំណត់ format របស់វាយើងអាចចូលកន្លែង format cell នេះមកនេះអញ្ចឹងខ្ញុំកំណត់ជាឆ្នាំឲ្យគាត់ឆ្នាំនេះជាអាយុអីណាអូខេអញ្ចឹងធ្វើការ enter អូខេមកអូខេអញ្ចឹងវីដេអូយើងបានបញ្ចប់